មនុស្សយើងជាទូទៅគឺអត់ដែរហ៊ានចាក់ចេញពីកន្លែងដែលសុវត្ថិភាពទេបើថាគាត់នៅកន្លែងណាមួយគាត់គិតថា comfort សម្រាប់គាត់គឺគាត់អត់ហ៊ានដើរចេញទេគាត់នៅកន្លែងហ្នឹងទេថាកន្លែងហ្នឹងបានប៉ុណ្ណឹងគាត់នៅហ្នឹងគាត់គិតថាបើចេញទៅផាជាអាចនឹងមានស្អីមួយមិនល្អចំណុចហ្នឹងគឺអត់អាចធ្វើគាត់រីកចម្រើននេះមនុស្សដែលរីកចម្រើនគឺមនុស្សដែលហ៊ានធ្វើការដើរចេញពីកន្លែងមួយដែលគាត់មានអារម្មណ៍ថាសុវត្ថិភាពដោយសារអីគាត់ចង់ challenge ជាមួយខ្លួនឯងប្រកួតប្រជែងជាមួយខ្លួនឯងរកឱកាសថ្មីឲ្យខ្លួនឯងដើម្បីឲ្យខ្លួនឯងមានលទ្ធភាពអាចរីកចម្រើនឡើងប៉ុន្តែមុនធ្វើចំណុចហ្នឹងបានតតែមានចំណុចមុនដែរណាមិនទៅឆ្កុយតែឯងអាចំណុចហ្នឹងស្រាប់តែស្អីក៏អត់មានចេញទៅអាហ្នឹងប្រយ័ត្នលើសដើមចូលកន្លែងដើមអត់បានមុននឹងដើរចេញទៅកន្លែងណាមួយតតែដឹងថាខ្លួនឯងមានគ្រប់ចំណុចអស់នៅក្នុងការប្រកួតប្រជែងក្នុងជីវិតបើថាមិនទាន់មានទេអាហ្នឹងរឿងផ្សេងតែបើថាមានអាហ្នឹងទៅបានព្រោះចំណុចដែលធ្វើឲ្យយើងអាចចេញពី comfort zone កន្លែងដែលយើងដាក់ដែនកំណត់ខ្លួនឯងបានលុះត្រាតែយើងមានចំណេះដឹងមានបទពិសោធន៍មានភាពជឿជាក់គ្រប់គ្រាន់នៅក្នុងខ្លួនទើបយើងអាចចេញទៅអញ្ចឹងអន្ត្រីគាត់មានអស់ហើយចំណុចទាំងអស់ហ្នឹងទើបគាត់ចេញពី comfort zone គាត់ហ៊ានដករោមខ្លួនគាត់ដើម្បីឲ្យខ្លួនគាត់អាចស្រួលជាងមុនអញ្ចឹងមនុស្សយើងដូចគ្នាត្រូវហ៊ានដើរចេញពីកន្លែងណាមួយដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាមានសម្ពាធវាអត់រីកចម្រើននៅយូរទៅមានអារម្មណ៍ថាធ្ងន់ទៅនឹងកន្លែងហ្នឹងគឺអត់អាចឲ្យយើងរីកចម្រើននេះបើកន្លែងណាមួយវាអត់ជួយយើងទេអាហ្នឹងយើងត្រូវហ៊ានជំរុះវាដើម្បីឲ្យមានឱកាសថ្មីចូលមកក្នុងជីវិតរបស់យើង